ក្បាលធំបង្រួមឲ្យតូចបាននៃស្ថាប័នដឹកនាំបញ្ជានិងគ្រប់គ្រងក្រសួងការពារជាតិអគ្គបញ្ជាការបញ្ជាការដ្ឋានប្រភេទទ័ពបញ្ជាការដ្ឋានភូមិភាគបញ្ជាការដ្ឋានកងពលបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកសេវានឹងឲ្យថយបាទមកកាល័យខ្លះឥឡូវឡើង50នាក់អត់ត្រូវការទៅ10នាក់យកទៅ10នាក់ទៅថ្ងៃក្រោយតែពង្រឹងទៅដល់កម្លាំងប្រតិបត្តិការវរៈសេនាតូចស្អីនៅខាងក្រោមបាទអញ្ចឹងការធ្វើកំណែតម្រង់នេះឥឡូវយើងបានធ្វើមិនទាន់ចប់ទេនៅបានធ្វើជាបដាឥឡូវនៅក្រសួងអាដាមទាសីហាថ្ងៃនេះឲ្យបានចូលគាត់នៅសៀមរាបគឺបានកំពុងពិចារណាឥឡូវយើងគ្រោងលុបចោលនាយកដ្ឋានមួយចំនួនកាត់កាល័យមួយចំនួនផ្នែកមួយចំនួនចោលបង្រួមកាល័យចំនួនដែលមានទួនាទីដូចគ្នាដាក់ក្រុមតែមួយប្រភេទតបកម្លាំងប្រយុទ្ធមុខងារដូចគ្នាប្រមាណយើងលុបបើលុបពីក្រសួងហើយជំនាញខ្លះត្រូវលុបពីលើដល់ក្រុមតែម្ដងវាអត់ត្រូវការងារខ្លះកាល័យមួយអាចធ្វើបានចាំបាច់មានកាល័យពីរទេលុបចោលមួយទៅបង្រួមទួនាទីមកមួយទៅឲ្យក្បាលកាន់តែតូចនៅជើងគោកនៅអគ្គបញ្ជាការកាលពីខ្ញុំទៅមេជើងគោកយើងបានធ្វើមួយជាទៀតកាលនោះយើងបានប្រជុំទី1ហាមឈប់ឲ្យផ្ទេរពីក្រោមឡើងលើតែពីលើទៅក្រោមបានបើចង់ផ្ទេរពីបញ្ជាការដ្ឋានជើងគោកទៅភូមិភាគទៅសុបយើងឲ្យតែបើសុំពីក្រោមមកស្នាក់នៅចំចតនៅកាល័យនៅលើអត់ឲ្យទេតឹងណាអគ្គបញ្ជាការដូចគ្នាហើយខ្ញុំសូមអរគុណអាដាមវងពិសេសដែលជំរុញការងារនេះអគ្គបញ្ជាការពីអាណត្តិមុនងាយមិញខ្ញុំឆៃបើអាដាមជំសុកពេលដែលចាប់ផ្ដើមយើងមាន 6,000 នាក់ឥឡូវនៅសល់តែជាង 2,000 នាក់ទេហើយផែនការទៅមុខគឺនឹងកាត់បន្ថយឲ្យនៅសល់តែជាង 600 នាក់ទេសម្រាប់អគ្គវិជាការកែតម្រង់ពី 6,000 ទៅ 600 មិនត្រឹមតែនិយាយទេគឺបានកែពី 6,000 មក 2,000 រួចទៅហើយអស់ 2/3 រួចទៅហើយអ្នកចេញអ្នកចូលអត់ទេអ្នកចូលនិវត្តន៍បាទចូលនិវត្តន៍អញ្ចឹងគឺជាបើសិនជាផ្ទេរពីក្រោមឡើងទាំងអស់នៅតែជើងស្ដួចប៉ោកនៅតែលើដដែលអត់ធ្វើអីទេបើកតែពាក់កែចិញ្ចឹមការឡៃចិញ្ចឹមទីជាការចិញ្ចឹមនឹងអត់ធ្វើអីអត់កន្លែងអង្គុយទៀតនៅពេលដែលអ្នកប្រឈមមុខផ្ទាល់ត្រូវការល្បាតត្រូវការទទួលក៏ទៅ100គីឡូត្រូវការ50គីឡូល្បាតប្រចាំថ្ងៃកាន់តែខ្សត់ទៅនេះគឺជាការកំណែតម្រង់របស់យើងអញ្ចឹងក្របខ័ណ្ឌដែលរៀបថ្មីនេះទីបញ្ជាការគ្រប់ទាំងអស់ពីលើដល់ក្រោមអត់ពៀនឲ្យច្រើនទៀតទេបាទហើយយើងនឹងធ្វើការកាត់បន្ថយជាជំហានទៅឥឡូវអ្នកដែលលើហើយតិចទៀតចូលនិវត្តន៍អីអត់ប្រពេញឲ្យថែមតាប់កន្លែងណាដែលអាចផ្ទេរផ្ទង់នៅខាងក្នុងដូចថ្ងៃមុនអគ្គសម្ភារៈបច្ចេកទេសអាដាមម៉ាក់សរុនដែលគាត់ឡើងជាអគ្គសម្ភារៈបច្ចេកទេសអ្នកខ្លះសួរថាមិនដូរក្មេងដាក់ចាស់ខ្ញុំអត់ដឹងក្មេងឬចាស់ទេខ្ញុំដឹងតែលទ្ធផលដើម្បីកងទ័ពរបស់ខ្ញុំរបស់ជាតិរបស់យើងនៅក្នុងការដឹកនាំក្នុងនាមជានាយករដ្ឋមន្ត្រីអាដាមទាសីហាយើងទទួលខុសត្រូវចំពោះមុខជាតិរបស់យើងនេះគឺជាការកំបាំងអញ្ចឹងជំនាញបច្ចេកទេសត្រូវដាក់នៅក្នុងដំណាក់កាលកែតម្រង់ដំណាក់កាលអន្តរកាលដាច់ខាតត្រូវរកបេក្ខជនដែលត្រឹមត្រូវអាដាមម៉ាក់សរុនក្នុងកងទ័ពពីណាក៏ស្គាល់គាត់ដែររៀនតាមពីរុស្ស៊ីជំនាញនេះច្បាស់លាស់ពេលប្រយុទ្ធគាត់នៅមុខក្តាប់បានទាំងអស់ប៉ុន្តែអាដាមចៅពិរិទ្ធគាត់នៅក្មេងគាត់ធ្វើការគាត់មានបទពិសោធន៍ច្រើនឆ្នាំប៉ុន្តែក្នុងដំណាក់កាលដែលជាតិត្រូវការយើងត្រូវរើសអ្នកដែលល្អបំផុតសម្រាប់ប្រទេសជាតិបាទចាស់ទុំដែលមានបទពិសោធន៍មានឆន្ទៈមានគំនិតអភិវឌ្ឍអាដាមម៉ាក់សរុនអត់អភិរក្សទេគាត់បើកនៅក្នុងការគិតគូរអំពីបច្ចេកវិទ្យាថ្មីៗនៅក្នុងការពារអ្នកខ្លះគេថាមិនដាក់អ្នកចាស់គាត់ប្រកាសជាមិនកែគាត់ស្អីទេអត់ទេយើងរៀបចំដើម្បីផលប្រយោជន៍ជាតិពង្រឹងហើយដើម្បីជាថ្នាលមួយរៀបចំនៅក្នុងការផ្ទេរឲ្យអ្នកជំនាន់ក្រោយ
តែសំខាន់យើងរៀបចំចឹងអញ្ចឹងការរៀបចំបែបនេះដែលយើងត្រូវធ្វើហើយយើងត្រូវពង្រឹងកិច្ចការងារមួយចំនួននៅក្នុងការខ្លួនធំខ្លួនតូចយើងត្រូវធ្វើម៉េចដើម្បីឲ្យខ្លួនធំរឹងមាំនិងរស់រវើកបាទមិនបានន័យខ្លួនធំហើយសិតតែខ្លាញ់នោះទេបាទខ្លួនធំត្រូវជាសាច់ដុំដែលអាចទ្រខ្លួនឆ្លើយតបតាមសភាពការទៅលោតទៅហក់យ៉ាងម៉េចអញ្ចឹងបានន័យថាអង្គភាពជាប់ដីនៅខាងក្រោមដឹកនាំបញ្ជាត្រូវបង្កើនឲ្យមានប្រសិទ្ធភាពក្នុងការដឹកនាំទ្រសភាពការថ្នាក់ដឹកនាំបញ្ជាតាមកម្រិតបញ្ជាការប្រភេទតបអគ្គបញ្ជាការក្រសួងការពារជាតិស្ថាប័នបម្រើស្ថាប័ននយោបាយត្រូវដើរតួនាទីរបស់ខ្លួនធ្វើម៉េចឲ្យជើងក្រោមខ្លាំងការវឹកវើនិងបំពាក់ជាប្រចាំនេះគឺអ្វីកុំឲ្យដោះពោះកុំឲ្យដោះខ្លាញ់នេះគឺជាការកែតម្រង់ក្បាលតូចជាងមុនតូចជាងខ្លួនពង្រីកខ្លួនឲ្យកាន់តែរឹងមាំហើយឲ្យរស់រវើកប្រកបដោយសាច់ដុំមិនមែនខ្លាញ់ពេលដែលជាតិត្រូវការរត់ចម្ងាយណារត់រយៈពេលណាយើងនៅតែទៅបាន